លោកមេឃុំព្រែករំដេងបញ្ជាក់ថាដើមឈើនេះគឺមិនមានការទិញលក់នោះទេគឺគ្រាន់តែដោះដូរទៅនឹងបិយាពីកេសនិងសាច់ខ្លែម 20000 តែប៉ុណ្ណោះបាទជាបឋមសូមគោរពទៅដល់បងប្អូនទស្សនិកជនទាំងអស់ដែលនិយមតាមដានរាល់ការផ្សាយចេញពីអង្គភាពសារព័ត៌មានរស្មីអ្នកមាសបាទគណៈពេលនេះដែរគឺព្រឹកថ្ងៃទី17ខែឧសភាឆ្នាំ2026ខ្ញុំសូមអត្ថាធិប្បាយលម្អិតពាក់ព័ន្ធនឹងករណីការកាប់ដើមឈើបាទដើមច្រេះមួយដើមនៅចំណុចវត្តសិរីមង្គលហៅវត្តខ្សេស្ថិតនៅក្នុងភូមិខ្សេឃុំព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមបាទហើយការកាប់ដើមឈើនេះផងដែរគឺកាលពីថ្ងៃអាទិត្យទី10ខែឧសភាឆ្នាំ2026គឺកន្លងទៅគិតចាប់ពីពេលនេះគឺមួយសប្តាហ៍ហើយតែក្រោយពីខ្ញុំបានចុះទៅនោះដោយសារជួបមានឧបសគ្គការរាំងស្ទះនៅប្រព័ន្ធអ៊ីនធឺណិតក៏ខ្ញុំមិនបានផ្សាយឲ្យទាន់ពេលវេលាប៉ុន្តែគិតថារងចាំផ្សាយលម្អិតដើម្បីយករបាយការណ៍ពីខាងថ្នាក់ដឹកនាំស្រុកដោយសារថ្ងៃនោះខ្ញុំក៏បានរាយការណ៍ទៅបងអភិបាលស្រុកដែរតែអភិបាលស្រុកគាត់ជាប់ភារកិច្ចរវល់ក៏ឲ្យបងអភិបាលរងទទួលបន្ទុកអ្នកនាំពាក្យទំនាក់ទំនងមកខ្ញុំហើយក្រោយពីទំនាក់ទំនងមកខ្ញុំលោកអភិបាលរងទទួលបន្ទុកនាំពាក្យបានបញ្ជាក់ថានឹងបញ្ជូនមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនឹងចុះមកទីតាំងវត្តហើយក្រោយមកក៏ខ្ញុំបានទទួលនៅសំណេរខ្លឹមសាររបស់បងអភិបាលរងទទួលបន្ទុកកិច្ចការនាំពាក្យនេះគាត់បានបញ្ជាក់ជាមួយខ្ញុំហើយដែរហើយខ្ញុំនឹងអាននៅខ្លឹមសារនេះនៅពេលចុងការអត្ថាធិប្បាយដោយសារយើងសូមអត្ថាធិប្បាយលម្អិតពីដំណើរដើមតងពីដើមទៅមុនបាទដើម្បីឲ្យបងប្អូនយល់ថាដំណាក់កាលនៃការកាប់ដើមឈើនេះវាកើតចេញពីអ្វីខ្លះហើយខ្ញុំទៅស្រាវជ្រាវបានអីខ្លះបាទអញ្ចឹងការស្រាវជ្រាវរបស់ខ្ញុំវាជាការស្រាវជ្រាវរបស់អង្គភាពហើយការស្រាវជ្រាវរបស់អាជ្ញាធរអាហ្នឹងក៏ជាការស្រាវជ្រាវរបស់អាជ្ញាធរចាំមើលយើងផ្ទៀងផ្ទាត់គ្នាតើវាត្រូវគ្នាកម្រិតណាវាមានភាពលំអៀងនិងខ្វះខាតចំណុចណាបាទអញ្ចឹងក៏ខ្ញុំសូមចូលនៅលម្អិតនៅករណីនេះតែម្ដងទៅដើម្បីកុំឲ្យបងប្អូនរងចាំការទស្សនាយូរហើយខ្ញុំសូមបញ្ជាក់ផងដែរថាក្រោយពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទក៏ដូចជាអាចារ្យគណៈកម្មការក៏ដូចជាលោកគ្រូព្រះគ្រូចៅអធិការវត្តអីនៅទីនោះហើយខ្ញុំបានចុះទៅនឹងគឺខ្ញុំបានឃើញនៅទស្សនវិជ្ជាហើយបាទបងប្អូនឃើញហើយគឺដើមឈើនេះគឺមានសភាពនៅខ្លឹមនៅល្អទេបាទបងប្អូនមិនជឿមើលរូបភាពជាក់ស្ដែងទៅគឺនៅខ្លឹមបាទมันអាចថាវាដួលរលំដោយខ្យល់បក់ដោយងាយងាយទេទោះជាខ្យល់ព្យុះកម្រិតណាក៏ដោយបាទបើយើងមើលទៅស្ថានភាពដើមឈើនេះវាមិនមានការពុកផុយដោយការលើកឡើងពីអាជ្ញាធរពាក់ព័ន្ធទេបាទបើសិនជាវាពុកមេឃពុកអីអាហ្នឹងប្រជាពលរដ្ឋដែលគាត់បានឃើញនោះមិនថាអាចនឹងមានមែនពុកមេឃបាទតែយើងកាប់តែអាមេឃពុកនោះទៅមិនចាំបាច់កាប់ដើមឈើទាំងមូលក្រោមហេតុផលថាកាប់វាពុកមេឃពុកអីប៉ុណ្ណឹងឡើងកាប់មិនកើតហើយមួយវិញទៀតចង់បញ្ជាក់ថាបើសិនជាការកាប់ការអីហ្នឹងបើជូនដំណឹងទៅប្រជាពលរដ្ឋក៏ដូចជាអាចារ្យគណៈកម្មការព្រះគ្រូចៅអធិការហើយការកាប់នេះទៀតសោតបើសិនជាមានការប្រជុំគណៈកម្មការអាចារ្យព្រះគ្រូចៅអធិការក៏ដូចជាចំណុះជើងវត្តអីត្រឹមត្រូវអាហ្នឹងខ្ញុំគិតថាមិនកើតចេញជារឿងទេបាទហើយប្រជុំហ្នឹងធ្លាប់ឮនិយាយថាលើកមុនរាប់ខែទៅហើយដល់ពេលមកកាត់ពេលនេះអញ្ចឹងហើយបានបង្កនៅភាពភ្ញាក់ផ្អើលមែនទែនចំពោះបងប្អូនពុទ្ធបរិស័ទហើយជាពិសេសគឺមានអ្នកដែលចូលខមមិនខ្ញុំផ្សាយហ្នឹងគាត់បានបញ្ជាក់ថាគាត់ជាអ្នកដាំដើមឈើនេះគឺគាត់បានដាំតាំងពីឆ្នាំ1995មកម្លេះហើយបើធៀបនឹងឆ្នាំបច្ចុប្បន្ននេះវាមានអាយុកាលរហូតដល់31ឆ្នាំហើយអញ្ចឹងអ្វីដែលកើតទុកមិនសុខចិត្តនោះគឺម្ចាស់អ្នកដាំនោះគាត់មានភាពឈឺចាប់ស្អិតទ្រូងជាងគេដោយសារគាត់ខំបរិច្ចាគដើមឈើបរិច្ចាគតាំងកម្លាំងកាយចិត្តខំដាំតាំងពីទូចតម្រាំនឹងបានមកប៉ុណ្ណេះហើយគាត់ដាំនេះក៏គាត់បញ្យកជាសម្បត្តិខ្លួនដែរធម្មតាដើមឈើបើខ្ញុំនិយាយពីវិស័យខាងពុទ្ធចក្រវិញ
ដើមឈើដែលដុះដោយឯងក៏ដោយដើមឈើដោយមានការដាំក៏ដោយបើសិនជាយើងដាំនៅក្នុងទីវត្តអារាមគឺជារបស់គរុភ័ណ្ឌរបស់វត្តបាទអញ្ចឹងរបស់គរុភ័ណ្ឌរបស់វត្តលុះត្រាតែមានការឯកភាពអីត្រឹមត្រូវពីអ្នកពាក់ព័ន្ធនៅក្នុងវត្តគ្រប់គ្រងនៅវត្តមានគណៈកម្មការអាចារ្យព្រះគ្រូចៅអធិការវត្តហើយក៏ដូចជាពុទ្ធបរិស័ទនៅទីនោះប៉ុន្តែនេះវាហាក់បីដូចជាការឆ្លើយថាប្រជុំហើយប្រាប់ហើយតែហេតុអីបាននៅតែមានប្រតិកម្មពីអាចារ្យគណៈកម្មការនិងព្រះគ្រូចៅអធិការទៀតបាទអញ្ចឹងការឆ្លើយរបស់ខាងអាជ្ញាធរពាក់ព័ន្ធខ្ញុំគិតថាជាសិទ្ធិរបស់អាជ្ញាធរទេប៉ុន្តែបើយើងមកប្រៀបធៀបជាមួយនឹងចម្លើយរបស់អ្នកពាក់ព័ន្ធគណៈកម្មការអាចារ្យក៏ដូចជាព្រះគ្រូចៅអធិការវត្តក៏ដូចជាពុទ្ធបរិស័ទដូចជាខុសគ្នាឆ្ងាយហើយមួយវិញទៀតក្រោយពីទទួលព័ត៌មាននេះបានខ្ញុំក៏បានខលសម្ភាសជាមួយនឹងលោកមេភូមិខ្សេគឺលោកដុំភួនលោកដុំភួនបានបញ្ជាក់ប្រាប់មកដល់អង្គភាពយើងតាមរយៈកិច្ចសម្ភាសតាមរយៈទូរស័ព្ទថារឿងនេះការប្រជុំឲ្យកាប់នោះគឺប្រជុំយូរហើយតែទើបតែមកកាប់បានបង្កភាពភ្ញាក់ផ្អើលហើយមួយវិញទៀតបើសិនជាអង្គភាពយើងចង់បានព័ត៌មានច្បាស់ឲ្យខ្ញុំសួរទៅលោកនាយកសាលាបឋមសិក្សាខ្សេហើយក្រោយមកខ្ញុំក៏បានរកលេខទំនាក់ទំនងជាមួយនឹងលោកនាយកសាលាបឋមសិក្សាខ្សេគឺលោកគ្រូខុនហើយលោកគ្រូខុនក៏គាត់បានបញ្ជាក់ថាគាត់អត់បានដឹងទេការកាប់ហ្នឹងបើកាប់ពួកគេឲ្យកាប់តែអាមេពុកដែរថៃបានកាប់ទាំងមូលអញ្ចឹងកាប់ទាំងដើមអញ្ចឹងហើយគាត់ថាគាត់មកគ្រប់គ្រងនៅសាលាបឋមសិក្សាផ្សេងនេះរយៈពេល2ឆ្នាំហើយគឺគាត់មិនសមទៅសក់ទេហើយដើមឈើនេះគឺវាធំណាស់គាត់អត់ហ៊ានប៉ះពាល់ទេអញ្ចឹងគាត់បានបញ្ជាក់ប្រាប់ខ្ញុំថាគាត់បានប្រគល់ការងារនេះឲ្យព្រះសង្ឃក៏ដូចជាខាងសមត្ថកិច្ចដូចជាខាងអាជ្ញាធរឃុំរួចមកហើយគឺគាត់អត់ហ៊ានប៉ះពាល់ទេហើយមួយវិញទៀតលោកគ្រូបានបញ្ជាក់បន្ថែមថាគាត់បានសួរអ្នកទៅកាប់នោះដែរថាមូលហេតុអីបានកាប់ទាំងកាត់ទាំងដើមអញ្ចឹងដល់គល់អញ្ចឹងគឺអ្នកកាត់បានបញ្ជាក់ប្រាប់ថាកាត់នេះគឺដោយសារមិនមែនមានអ្នកជួលទេគឺគាត់បានទិញពីលោកមេឃុំព្រៃរំដេងគឺលោកពូជុំនិមហើយខ្ញុំបានបញ្ជាក់ឲ្យថាមិនបានលោកគ្រូដឹងថាការទិញលក់យ៉ាងមិនក៏លោកគ្រូច្បាស់ម៉េះយ៉ាងគាត់បញ្ជាក់ថាគាត់ច្បាស់នេះសារគាត់សួរអ្នកទៅកាប់គេនិយាយអញ្ចឹងបាទហើយអ្នកកាប់នោះឈ្មោះយីយឿនអញ្ចឹងគាត់បញ្ជាក់ប្រាប់ខ្ញុំច្បាស់អញ្ចឹងលោកគ្រូនាយកសាលាអញ្ចឹងខ្ញុំក៏សុំលេខពីលោកគ្រូនាយកសាលាលេខលោកយីយឿនដើម្បីយើងតាមសម្ភាសឲ្យវាដល់គល់ហើយក្រោយពីសម្ភាសលោកយីយឿនដែលភាគីអ្នកទៅកាប់ដែលអះអាងថាទិញពីលោកមេឃុំនោះលោកយីយឿនក៏បានបញ្ជាក់ដូចអ្វីដែលលោកគ្រូនាយកសាលាបានលើកឡើងមុននេះមិនបាញ់ដែរថាគាត់ទៅកាប់នេះគឺដោយសារគាត់បានទិញពីលោកមេឃុំព្រៃរំដេងគឺលោកពូជុំនិមពិតប្រកបមែននៅចំនួនទឹកប្រាក់ចំនួន 120,000 រៀលហើយមិនតែប៉ុណ្ណោះប្រពន្ធរបស់លោកយីយឺនឹងបានបញ្ជាក់បន្ថែមជាមួយខ្ញុំថាមិនមែនត្រឹមតែអស់លុយ 120,000 រៀលហ្នឹងទេគឺគាត់អស់ថ្លៃការចំណាយផ្សេងដូចជាជួលគេទៅជួលគេទៅកាត់ហើយនឹងជួលគេយកអាកំណាត់ដែលកាត់នោះមកដល់ផ្ទះទាំងអស់សរុបទៅជាង 30,000 ទៀតអញ្ចឹងបូកនឹងឲ្យលោកមេឃុំ 12,000 អញ្ចឹងវាជិត 60,000 បាទក្នុងដើមឈើមួយដើមហ្នឹងអញ្ចឹងនេះជាការបញ្ជាក់របស់ភាគីអ្នកដែលបានទិញពីលោកពូមេឃុំហើយក្រោយមានការបញ្ជាក់អញ្ចឹងហើយខ្ញុំក៏បានសួរបន្តទៅលោកមេឃុំបាទលោកពូជុំនិមទៀតដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថារឿងហ្នឹងវាយ៉ាងម៉េចមានការទិញលក់មែនអត់អញ្ចឹងលោកមេឃុំគាត់បានបញ្ជាក់ជាមួយអង្គភាពយើងច្បាស់ថាដើមឈើនេះគឺមិនមានការទិញលក់នោះទេគឺគាត់គ្រាន់តែជួលឲ្យទៅកាត់ដើម្បីនៅហានិភ័យការធ្លាក់មេឃពុកផុយធ្លាក់មកលើសិស្សានុសិស្សក៏ដូចជាពុទ្ធបរិស័ទដែលទៅទីនោះចឹងនេះការបញ្ជាក់របស់លោកពូមេឃុំហើយមួយវិញទៀតលុយចំនួន 12,000 រៀលដែលភាគីខាងអះអាងថាទិញនោះឲ្យក៏មិនបានទិញលក់ដែរគ្រាន់តែឲ្យនេះជាធ្នូនៅក្នុងការដោះដូរវិយាពីកេះនិងសាច់ខ្លែម 20,000 តែប៉ុណ្ណោះ
ហើយបច្ចុប្បន្ននេះលោកមេឃុំគាត់បានបញ្ជាក់ថាគាត់ក៏ផឹកអត់សូវបានដែរដោយសារគាត់ឈឺបញ្ហាសុខភាពបាទអញ្ចឹងខ្ញុំសូមបញ្ជាក់អញ្ចឹងវាមានដំណើររឿងអញ្ចឹងបាទហើយលោកមេឃុំក៏បានបញ្ជាក់អញ្ចឹងហើយបាទអញ្ចឹងខ្ញុំសូមលម្អិតជាមួយនឹងការឆ្លើយតបរបស់អ្នកនាំពាក្យនៅរដ្ឋបាលស្រុកស្រីសន្ធរបន្ថែមទៀតក្រោយពីអង្គភាពយើងផ្ដល់ព័ត៌មានទៅក៏គាត់បានឲ្យមន្ត្រីរបស់គាត់ចុះទៅដែរខ្ញុំបានទំនាក់ទំនងទៅអ្នកនាំពាក្យនៅសាលាស្រុកស្រីសន្ធរគឺបងអភិបាលរងទទួលបន្ទុកនាំពាក្យហើយគាត់ក៏បានបញ្ជូននៅសំណេរខ្លឹមសារខ្លីមួយមកឲ្យខ្ញុំដើម្បីបកស្រាយថាក្រោយពីយើងបានរាយការណ៍ព័ត៌មាននេះទៅខាងបងអភិបាលស្រុកហើយក្រោយមកក៏គាត់បានបញ្ជូនមន្ត្រីជំនាញក៏ដូចជាមន្ត្រីពាក់ព័ន្ធហើយក៏ដូចជាគាត់បានស៊ើបសួរទៅអាជ្ញាធរពាក់ព័ន្ធទៅតាមអ្វីដែលគាត់បានស៊ើបអង្កេតបានស្រាវជ្រាវអញ្ចឹងខ្ញុំសូមអានលម្អិតនៅខ្លឹមសារនេះតែម្ដងជំរាបសួរបងករណីដើមឈើនៅវត្តខ្សេខ្ញុំសូមជម្រាបជូនបងដូចខាងក្រោមក្រោយការសាកសួរព័ត៌មានពីក្រុមការងារស្រុកឃុំនៅថ្ងៃទី15ឧសភា2026វេលាម៉ោង2រសៀលនៅភូមិខ្សេឃុំព្រៃយំដេងនៅក្នុងវត្តសិរីមង្គលបានបញ្ជាក់ថាជាដំបូងខាងព្រះសង្ឃគណៈកម្មការវត្តនិងលោកនាយកសាលាបឋមសិក្សាបានពិភាក្សាគ្នាអំពីដើមឈើមួយដើមដែលមានសភាពពុកដើមនិងពុកមែកដោយដើមឈើនេះនៅជិតសាលាបឋមសិក្សាខ្សេខ្លាចខ្យល់កន្ត្រាក់បក់រលំមានបញ្ហាហានិភ័យបាក់មែកលើក្មេងសិស្សានុសិស្សដោយឃើញសភាពមិនស្រួលព្រះសង្ឃព្រះគ្រូចៅអធិការវត្តគ្រូសូត្រស្នាមនិងគណៈកម្មការបានប្រគល់ដើមឈើនេះទៅឲ្យភាគីខាងនាយកសាលាជាអ្នកចាត់ចែងធ្វើការកាប់ចេញដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិតសិស្សនៅថ្ងៃទី10ខែឧសភាឆ្នាំ2026បានកាប់ដើមឈើនាំគ្នាពិនិត្យឃើញថាមើលអំពីសភាពដើមឈើឃើញថាដើមឈើនេះពិតជាមានសភាពពុកដើមនិងពុកមែកពិតប្រាកដមែនហើយក្នុងការកាប់ដើមឈើនេះក៏លោកគ្រូហនភាជបានជួយអុជធូបសុំម្ចាស់ទឹកដីផងបាទនេះគឺជាសំណេររបស់បងអភិបាលរងទទួលបន្ទុកអ្នកនាំពាក្យគាត់បានបញ្ជាក់ប្រាប់មកដល់អង្គភាពយើងអញ្ចឹងប៉ុន្តែអ្វីដែលជាចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ក៏ដូចជាបងប្អូនដែលចាប់អារម្មណ៍នោះគឺសភាពពុកដើមអញ្ចឹងបើពុកដើមគឺពួកយើងខ្ញុំនេះគិតថាវាដូចជាមិនសមហេតុផលទាល់តែសោះបាទនេះគ្រាន់តែជាការលើកឡើងជាទស្សនៈខាងខ្ញុំដែលទៅឃើញផ្ទាល់ហើយនឹងប្រជាពលរដ្ឋដែលគាត់បានទៅពិនិត្យជាក់ស្ដែងគឺវាមិនមានសភាពពុកដើមទេបើពុកមែកអានឹងពួកគាត់ទទួលស្គាល់បាទបើថាពុកដើមបងប្អូនឃើញដើមនេះខ្លឹមមែនតើហើយទៅពុកដើមយ៉ាងម៉េចមើលសភាពខ្លឹមបែបនេះគឺមិនអាចទទួលយកបានទេចំពោះការលើកឡើងពីអាជ្ញាធរពាក់ព័ន្ធទៅកាន់អ្នកនាំពាក្យហើយអ្នកនាំពាក្យខ្ញុំជឿជាក់ថាគាត់សរសេរក៏យោងតាមរបាយការណ៍ដែលគាត់សួរមន្ត្រីរបស់គាត់ដែរខ្ញុំមិនមែនឲ្យកំហុសនេះទៅអ្នកនាំពាក្យទេប៉ុន្តែអាចនឹងមានរបាយការណ៍ភូតកុហកពីអ្នកដែលធ្វើរបាយការណ៍ជូនគាត់បាទអញ្ចឹងយើងធ្វើអីយើងអត់មានខឹងគោវាយរទេះទេយើងរកឲ្យឃើញអ្នកណាខុសពិតត្រូវអនុវត្តចំពោះគាត់អញ្ចឹងរបាយការណ៍នេះអ្នកណាអ្នកផ្ដល់ឲ្យខាងបងអ្នកនាំពាក្យអាចសួរលម្អិតឲ្យគាត់ស្រាវជ្រាវម្ដងទៀតបាទហើយមួយវិញទៀតពាក់ព័ន្ធនឹងចំណុចមួយទៀតថាខ្លាចខ្យល់កន្ត្រាក់បក់រលំនឹងមានហានិភ័យខ្យល់កន្ត្រាក់ដួលរលំនេះខ្ញុំគិតថាវាមិនអាចដួលរលំដោយងាយទេបើយោងតាមសភាពខ្លឹមឈើនេះបាទវាមិនអាចទេតែបើសិនជាខ្យល់មកវាបាក់មែកអាមែកដែលពុកអានឹងខ្ញុំជឿជាក់មែនបាទអានេះយើងអ្វីដែលយើងឃើញគឺយើងអាចសន្និដ្ឋានបានបឋមអញ្ចឹងដែរបាទអញ្ចឹងខ្ញុំដូចខ្ញុំលើកខាងដើមមិញអញ្ចឹងថាខ្ញុំមិនផ្ដល់កំហុសនេះឲ្យអ្នកនាំពាក្យទេដោយសារអ្នកនាំពាក្យគាត់អាចនឹងបានរបាយការណ៍មិនគ្រប់ជ្រុងជ្រោយបាទមិនម៉ត់ចត់ពីអ្នកដែលផ្ដល់ព័ត៌មានជូនគាត់បាទអញ្ចឹងគឺតាមរយៈនៃការផ្សាយនេះសូមពំនាំ
ជូនគាត់បាទហើយកាលពីព្រឹកថ្ងៃទី17ខែឧសភាឆ្នាំ2026នេះផងដែរប្រជាពលរដ្ឋគាត់នៅតែបន្តខលមកខ្ញុំទៀតថាបងប្អូនអ្នកសារព័ត៌មានអូនឯងចាំជួយផ្សាយបន្ថែមទៀតផងពាក់ព័ន្ធនឹងព្រឹកមិញនេះគឺមានគេប្រុងទៅលើកគល់ឈើនឹងមកហើយអញ្ចឹងក៏ខ្ញុំសូមបញ្ជាក់ប្រាប់គាត់ថាឥឡូវគល់ឈើនឹងបើប្រជាពលរដ្ឋរក្សាទុកនៅនឹងត្រូវតែរួមគ្នាថែរក្សាទុកនៅនឹងបាទហើយអញ្ចឹងគាត់លើកឡើងបន្ថែមទៀតថាបើសិនជាមានការទិញលក់ពីណាក៏ដោយទៅទូទាត់លុយទូទាត់ដើមឈើពីអ្នកនំទៅបាទនេះការបញ្ជាក់ប្រាប់មកកាន់អង្គភាពយើងបន្ថែមអញ្ចឹងអ្វីដែលគោលបំណងរបស់ពុទ្ធបរិស័ទនៅទីនោះគឺគាត់សូមរក្សាសភាពដើមឈើដែលកាប់ផ្ដួលរំលំហើយជាកង់នៅក្បែរគល់នោះគឺឲ្យទុកនៅក្នុងដើម្បីជាសោកនាដកម្មមួយដែលពួកគាត់មិនអាចទទួលយកបានហើយរឿងនេះបើនិយាយឲ្យចំទៅចាត់ទុកថារឿងតូចក៏តូចរឿងធំក៏ធំបើសិនជាមិនមានការដោះស្រាយសមហេតុផលណាមួយទេចំពោះពួកគាត់នេះខ្ញុំសូមបញ្ជាក់អញ្ចឹងកុំចាត់ទុកថាដើមឈើមួយដើមហ្នឹងរឿងនេះរឿងតូចបើនិយាយវិភាគរឿងច្បាប់មានច្រើនខ្ញុំសូមបញ្ជាក់ហើយខ្ញុំនិយាយគឺខ្ញុំសំអាងទៅលើការស្រាវជ្រាវរបស់ខ្ញុំដែរពាក់ព័ន្ធនឹងច្បាប់នៅក្នុងបើច្បាប់ពុទ្ធចក្រក៏មានច្បាប់អាណាចក្រក៏មានដូចគ្នាចំពោះដើមឈើដែលជាសម្បត្តិគរុភ័ណ្ឌរបស់រដ្ឋនេះប៉ុន្តែខ្ញុំសូមលម្អិតអារឿងច្បាប់នឹងទោះទណ្ឌយ៉ាងម៉េចចំពោះអ្នកដែលប្រព្រឹត្តចំពោះអ្នកខុបខិតចំពោះអ្នកទៅលួចកាប់នោះមិនអានោះខ្ញុំសូមលម្អិតវគ្គក្រោយទៀតបើសិនជាមានការផ្សាយបន្តទៀតតែគ្រាន់ខ្ញុំសូមបញ្ជាក់ថាការធ្វើនេះបើសិនជាហែកពីទោះទណ្ឌនេះគឺមានបាទអញ្ចឹងអ្នកដែលធ្វើត្រូវទំនួលខុសត្រូវពេលបញ្ហាចូលរួមសហការគ្រប់ដំណាក់កាលនីតិវិធីរបស់ខាងអាជ្ញាធរផងហើយមួយវិញទៀតប្រជាពលរដ្ឋរួមទាំងខ្ញុំចង់សំណូមពរណាឲ្យខាងបងអភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរគឺបងប៊ិនឡាដាខ្ញុំឃើញពីស្នាដៃដឹកនាំរបស់បងច្រើនណាស់ហើយក៏យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរនេះទាំងមូលហើយជាពិសេសឃើញការយកចិត្តទុកដាក់នៅក្នុងភូមិខ្សែនេះក៏ច្រើនដែរអញ្ចឹងខ្ញុំសូមបន្តឲ្យបងយកចិត្តទុកដាក់បន្តទៀតពាក់ព័ន្ធទៅនឹងករណីហ្នឹងសូមឲ្យបងជួយបង្កើតនៅគណៈកម្មការចំពោះកិច្ចមួយដើម្បីចុះទៅត្រួតពិនិត្យធ្វើកសលវិច័យតើដើមឈើនោះវាពុកមិនអីអាម៉េចវាពុកមែនអត់បាទថៃបានប្រជាពលរដ្ឋគាត់មិនទាន់ឲ្យមានការយកចេញពីទីតាំងហ្នឹងដោយសារចង់ឲ្យឃើញនៅទស្សនវិជ្ជារួមណាមួយពីគណៈកម្មការចំពោះកិច្ចដែលមានការចាត់តាំងដោយបងអភិបាលស្រុកអញ្ចឹងខ្ញុំសូមទទូចស្នើសុំម្ដងហើយម្ដងទៀតសូមឲ្យមានការបង្កើតនៅគណៈកម្មការចំពោះកិច្ចមួយទៅត្រួតពិនិត្យហើយរកឲ្យឃើញអ្នកណាបញ្ជាអ្នកណាឲ្យកាប់អ្នកណាទិញលក់យ៉ាងម៉េចអីយ៉ាងម៉េចសូមបញ្ជាក់ឲ្យមានភាពបោះក្បាយកុំឲ្យមានវិជាសនកម្មឲ្យខឹងគោវាយរទេះអញ្ចឹងអ្នកណាខុសយើងត្រូវរកអ្នកនោះមកទទួលខុសត្រូវអានឹងបានហ៊ានវះកាត់បានបាទតឡាការវះកាត់បានគឺអត់មានភាពលំអៀងទេអញ្ចឹងអាជ្ញាធរដូចគ្នាវះកាត់រឿងបានក៏អត់មានភាពលំអៀងដែរអាជ្ញាធរក៏ដោយប្រជាពលរដ្ឋក៏ដោយត្រូវតែរកឲ្យឃើញហើយបើរកឃើញហើយត្រូវហ៊ានធ្វើរបាយការណ៍ពិតប្រាកដដើម្បីបញ្ជាក់ពីអង្គហេតុអង្គច្បាប់និងភ័ស្តុតាងហ្នឹងដើម្បីឲ្យមហាជនគាត់មើលមកថាណាថ្នាក់ដឹកនាំគឺគាត់មានភាពសុក្រិតណាស់គាត់អត់មានតាមការលើកឡើងរបស់ប្រជាពលរដ្ឋឬមួយលើកឡើងពីភាគីពាក់ព័ន្ធឬមួយពីមន្ត្រីរបស់គាត់អីយ៉ាងណាទេគឺសំខាន់ភ្នែករបស់គាត់ការស្រាវជ្រាវរបស់គាត់ឃើញមិនគាត់ធ្វើអញ្ចឹងនេះអ្វីដែលចង់បានទាំងខ្ញុំជាអ្នកសារព័ត៌មានទាំងប្រជាពលរដ្ឋគឺចង់បានចំណុចហ្នឹងបាទចង់បានចំណុចហ្នឹងហើយអញ្ចឹងអ្វីដែលការលើកឡើងសំណូមពររបស់ប្រជាពលរដ្ឋមានបន្ថែមទៀតគាត់លើកជាចម្ងល់ទេថាបើសិនជាលោកពូមេឃុំជួលគេទៅកាប់មែនហេតុអីអ្នកកាប់នោះត្រូវឲ្យលុយមកលោកមេឃុំវិញវាត្រូវខាងលោកមេឃុំនោះឲ្យលុយទៅអ្នកកាប់បានវាត្រូវនេះជាការលើកឡើងជាទស្សនៈរបស់ពួកគាត់លើកបន្ថែមហេតុអីអ្នកជួលទៅឲ្យលុយអ្នកស៊ីឈ្នួលវិញវាសំតអ្នកជួលឲ្យលុយនឹងទៅអ្នកស៊ីឈ្នួលបែរជារឿងដើមឈើនេះអ្នកស៊ីឈ្នួលឲ្យលុយអ្នកជួលទៅវិញ
ចឹងនេះជាចំណុចទូចដែលខ្ញុំចង់លើកឡើងឲ្យមានការយល់កុំឲ្យចេះតែកើតរឿងហើយរបាយការណ៍ចេញមកទាំងខ្ញុំជាអ្នកព័ត៌មានទាំងប្រជាពលរដ្ឋគាត់គិតថាវាមិនសមហេតុផលអញ្ចឹងខ្ញុំសូមម្ដងទៀតបងអភិបាលស្រុកបាទបងប៊ិនឡាដាខ្ញុំឃើញពីការដឹកនាំរបស់បងគឺយកចិត្តទុកដាក់ណាស់ហើយមានភាពល្បីល្បាញទាំងពីនៅស្រុកអតីតកន្លែងចាស់មកដល់កន្លែងថ្មីនេះបាទអញ្ចឹងខ្ញុំសូមឲ្យបងជួយយកចិត្តទុកដាក់បន្តទៀតចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរនេះទាំងមូលហើយជាពិសេសគឺនៅក្នុងឃុំពេញដេងជាពិសេសគឺនៅក្នុងចំណុចភូមិខ្សេនេះតែម្ដងដែលកំពុងតែមានបញ្ហាថ្មីនេះអញ្ចឹងសូមឲ្យបងបង្កើតនៅគណៈកម្មការចំពោះកិច្ចមួយចុះមកធ្វើការឲ្យមានឃើញជារូបភាពមួយសុក្រិតយុត្តិធម៌ចំពោះដើមឈើមួយដើមនេះបាទហើយដើមឈើនេះបងឃើញហើយមានការខមមិនមកថាគាត់ជាអ្នកដាំហើយដាំតាំងពីឆ្នាំ1995មកម្លេះហើយធៀបនឹងបច្ចុប្បន្ននេះមានអាយុកាលសៀក31ឆ្នាំហើយអញ្ចឹងតើអ្នកណាទទួលយកបានបើសិនជាខ្ញុំដាំបរិច្ចាគចាត់បកុលធ្វើជាសម្បត្តិគរុភ័ណ្ឌហើយគ្មានអ្នកណាទៅយកមកវិញបានទេបាទព្រោះឯយើងបានបរិច្ចាគបូជាហើយបាទហើយអានឹងវាជាទ្រព្យសម្បត្តិរបស់ព្រះសង្ឃបាទការគ្រប់គ្រងរបស់គណៈកម្មការអាចារ្យវត្តនៅទីនោះហើយអញ្ចឹងខ្ញុំវាអត់មានអីការលើកឡើងលម្អិតបន្ថែមពីនេះទៀតទេមានតែរងចាំក្រោយពីការផ្សាយចាំមើលតើបងអភិបាលស្រុកអាចនឹងបង្កើតគណៈកម្មការចំពោះកិច្ចដោយការលើកឡើងដោយការសំណូមពររបស់ភាគីខាងបងប្អូនប្រជាពលរដ្ឋក៏ដូចជាខាងពីប្អូននេះជាអ្នកសារព័ត៌មានឬមួយអត់បាទបើអត់យើងនឹងផ្សាយទៅតាមនឹងហើយបើសិនជាបង្កើតក៏យើងផ្សាយទៅតាមនឹងដោយសារវាអត់ទាន់មានដំណោះស្រាយណាមួយសមស្របចំពោះករណីនៃសោកនាដកម្មមួយនេះទេហើយខ្ញុំនិយាយភាសាសោកនាដកម្មនេះដោយថាដើមឈើនេះវាមានអាយុវែងបាទអាយុច្រើនបាទជាង30ឆ្នាំវាមិនមែនតិចទេអញ្ចឹងវាជាសោកនាដកម្មមួយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិខ្សេនោះមែនតើហើយពួកគាត់ឃើញហើយពួកគាត់គឺមិនគ្រប់គ្រងចំពោះការកាត់ដើមឈើនេះទេព្រោះឯដើមឈើនេះពេលនៅគឺជាមលុបទៅដល់សិស្សានុសិស្សផងទៅដល់ពុទ្ធបរិស័ទចំណុះជើងវត្តពេលទៅបន់ទៀនម្ដងបានជ្រោកលេងល្បែងកំសាន្តប្រជាប្រិយល្បែងប្រជាប្រិយនៅទីនោះផងបាទអញ្ចឹងការចូលរួមចំណែកនៅក្នុងការថែរក្សាការពារនេះគឺធំធេងណាស់ហើយពួកគាត់ថៃបានខ្ញុំដូចខ្ញុំនិយាយថាសោកនាដកម្មព្រោះដើមឈើមិនមែនដាំមួយថ្ងៃបានធំ10ថ្ងៃបានធំ10ឆ្នាំបានធំប៉ុណ្ណឹងឃើញអាយុលេខ30ឆ្នាំជាងហើយសម្បីតែមេឃពុកផុយដែលយកទៅនេះឃើញនេះសិតតែក្លឹមបាទមានអ្នកបាញ់ឲ្យខ្ញុំដើមដែលពុកអាហ្នឹងយ៉ាងនិយាយដើមដែលពុកហើយបងឃើញក្លឹមយ៉ាងម៉េចហើយអញ្ចឹងជួនកាលវាពុកតែសបកក្រៅវាពុកតែស្រ័យខាងក្រៅតែក្លឹមវាមានហើយអញ្ចឹងខ្ញុំគិតថាការបកស្រាយខ្ញុំអាចជឿជាក់ថានឹងអាចមានការភ័ន្តច្រឡំចំពោះការផ្ដល់របាយការណ៍ទៅថ្នាក់ដឹកនាំស្រុកពីអាជ្ញាធរពាក់ព័ន្ធដែលគាត់រាយការណ៍ទៅស្រុកអញ្ចឹងសូមឲ្យខាងស្រុកជាពិសេសបងអ្នកនាំពាក្យជួយលម្អិតបន្ថែមក្រោយពីការផ្សាយនេះដើម្បីឲ្យមហាជនគាត់ទទួលយកបានហើយខ្ញុំសង្ឃឹមមែនទែនថារឿងមួយនេះនឹងមានការបកស្រាយសារជាថ្មីហើយនឹងមានគណៈកម្មការចំពោះកិច្ចមួយដើម្បីចុះមកធ្វើអត្តការកិច្ចនៅដើមឈើនៅចំណុចវត្តនេះហើយប្រជាពលរដ្ឋនៅតែទទូចដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺរក្សាអាកំណាត់ឈើហ្នឹងនៅនឹងសិនបាទរងចាំចំណាត់ការមានគណៈកម្មការចំពោះកិច្ចក្រុមអត្តការកិច្ចចុះទៅហើយធ្វើកំណត់ហេតុយ៉ាងម៉េចត្រូវប្រគល់ដើមឈើទៅណាប៉ុន្តែគឺគាត់សំណូមពរឲ្យទុកនៅនឹងសិនហើយដើមឈើហ្នឹងកំណាត់ឈើហ្នឹងគឺត្រូវប្រគល់ឲ្យខាងវត្តបាទហើយអ្នកដែលទិញលក់យ៉ាងម៉េចអស់លុយអស់កាក់មិនគាត់អត់ដឹងទេបាទហ្នឹងគាត់បញ្ជាក់អញ្ចឹងបាទអញ្ចឹងក៏ដល់ទីបញ្ចប់ផងដែរហើយបើសិនជាភាគីពាក់ព័ន្ធក្រោយពីការចេញផ្សាយការຕົកមិនសុខចិត្តអាចតំណែងបកស្រាយមកកាន់អង្គភាពយើងបាននៅរៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានអញ្ចឹងសូមអរគុណសូមគោរពលាព័ត៌មានរស្មីនាគមាព័ត៌មានរស្មីនាគមាព័ត៌មានពិតគ្រប់ទីកន្លែងមានទទួលធ្វើក្បាលកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មនិងត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន25ខេត្តក្រុងផងដែរព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ012 89 40 15
សូមអរគុណ